Trong đơn thả SD ឬក៏ HD របស់យើងដែលកំពុងតែប្រើហ្នឹងនៅល្អឬក៏ដល់ពេលដែលជាតិខូចឬក៏យើងត្រូវដូរចេញជាដំបូងយើងមកតឡើងកម្មវិធី Crystal Disinfo នេះមួយបាទយើងចុចកន្លែង search មកហើយយើងវាយពាក្យថា Crystal Disinfo បាទអញ្ចឹងយើងឃើញកម្មវិធីហ្នឹងយើងចុចលើវាមកតោះមកយើងរងចាំឲ្យកម្មវិធីហ្នឹងឡើងបន្តិចមកបាទហើយបន្ទាប់តែយើងវាឡើងមកហើយយើងឃើញពាក្យថា install អញ្ចឹងយើងចុចទៅលើពាក្យថា install នេះមកហើយបន្ទាប់មកពេលដែលវាចេញបែបនេះយើងចុចថា yes មកបាទហើយយើងរងចាំបន្តិចពេលដែលយើងទៅឡើងហើយវាចេញថា open អញ្ចឹងយើងចុចទៅលើពាក្យថា open ហ្នឹងមកហើយបន្ទាប់មកទៀតយើងចុច yes មកអញ្ចឹងយើងរងចាំបន្តិចមកដើម្បីឲ្យកម្មវិធីវាបើកចេញមកសិនបាទនេះគឺជាផ្ទាំងដែលបង្ហាញពីសុខភាព hard disk ឬក៏ SSD របស់យើងបាទនេះគឺជាលេខកូដhard disk របស់យើងបាទហើយអ្វីដែលយើងត្រូវសម្គាល់ពីសុខភាព hard disk ឬក៏ SSD របស់យើងដែលសំខាន់ហ្នឹងគឺត្រង់ចំណុចនេះបាទបើសិនបើនៅកន្លែងនេះវាចេញពាក្យថា good ហើយមានពណ៌បៃតងមានន័យថា hard disk ឬក៏ SSD របស់យើងហ្នឹងអត់មានបញ្ហាអីទេបើសិនជាវាចេញពាក្យថា caution ហើយនឹងមានពណ៌ទឹកក្រូចដូចនេះមានន័យថា hard disk ឬក៏ SSD របស់យើងចេញសញ្ញាប្រុងប្រយ័ត្នវាជាសញ្ញាដែលយើងត្រូវប្រុងប្រយ័ត្នហើយបើសិនជាយើងមានឯកសារឬក៏ការងារណាដែលសំខាន់ចាំបាច់យើងគួរតែ backup ដាក់ទៅ SSD ឬក៏ external ផ្សេងដែលជៀសវាងកុំឲ្យបាត់បង់នៅពេលក្រោយចំណុចទី3បើសិនជាចេញសញ្ញាពណ៌ក្រហមហើយមានពាក្យថា bad នេះជាសញ្ញាដែលគួរតែប្រញាប់ backup ទិន្នន័យឬក៏ការងារណាដែលសំខាន់ចេញពី SSD ឬក៏ hard disk នេះភ្លាមដែលជៀសវាងក្នុងការបាត់បង់ទិន្នន័យឬក៏ឯកសារសំខាន់របស់យើងបន្តមកយើងត្រូវពិនិត្យទៅលើសីតុណ្ហភាពរបស់ម៉ាស៊ីនបើសិនជាកម្ដៅវាឡើងខ្ពស់ខុសពីធម្មតាយើងអាចពិនិត្យទៅលើការបញ្ចេញកម្ដៅរបស់ CPU ហើយនិង air flow របស់ម៉ាស៊ីន Follow Biontech Computer ដើម្បីទទួលបាន tip ល្អៗបន្ថែមទៀត